Hello everyone, can you guess this place where I'm standing there ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំលីសាតើអ្នកទាំងអស់គ្នាអាចទាយបានអត់ថាទីនេះជាកន្លែងណាថ្ងៃនេះធីមការងាររបស់ខ្ញុំគឺបានចុះទៅទីផ្សារហើយទៅពេលត្រឡប់មកវិញគឺពួកយើងបានចូលមកលេងនៅទីកន្លែងនេះនិយាយពីថាទិដ្ឋភាពគឺស្រស់ស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំទីកន្លែងមួយដើម្បីអ្នកទាំងអស់គ្នាស្គាល់ហើយខ្ញុំគិតថាបងប្អូនយើងមួយចំនួនប្រកាសជាស្គាល់ទីកន្លែងនេះផងដែរហើយទីកន្លែងនេះដែរគឺស្ថិតនៅក្នុងឃុំស្ពឺស្រុកចំការលើខេត្តកំពង់ចាមយើងនេះឯងទីធ្លានោះឯងគឺស្ថិតនៅក្នុងវត្តអារាមដែលគេហៅថាវត្តស្ពឺដោយមានការតុបតែងយ៉ាងស្រស់ស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នា background ដែលនៅខាងក្រោយខ្ញុំនោះគឺជាផ្កាត្របែកព្រៃដែលមានពណ៌ត្របែកព្រៃនឹងឯងអ្នកទាំងអស់គ្នាផ្លូវដែលពួកយើងជិះមកនឹងចាគឺអមទៅដោយដើមត្នោតហើយនឹងស្មៅនៅទីនេះមានស្មៅច្រើនខ្លាំងមែនទែនដែលប្រហែលជាព្រះសង្ឃហើយនឹងមានស្រះពីរនៅអមសងខាងដងផ្លូវផងដែរអ្នកទាំងអស់គ្នាអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺផ្កាត្របែកព្រៃនឹងតែម្ដងអ្នកទាំងអស់គ្នាហើយនៅពីក្រោយរូបរាងរបស់ខ្ញុំដែលថតហ្នឹងគឺអ្នកទាំងអស់គ្នាបានឃើញហើយគឺមានមួកយ៉ាងធំដែលជាមួកខ្មែររបស់យើងគឺស្ថិតនៅខាងក្រោយនេះហើយមកមើលខាងនេះវិញគឺមានគូស្នេហ៍មួយគូដែលកំពុងតែស្វីតចាអ្នកទាំងអស់គ្នាគាត់ថតរូបគូស្នេហ៍ដោយសារតែគាត់គឺជាប្តីប្រពន្ធរបស់គ្នានឹងឯងអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាដើរទៅមើលនៅខាងមុខវិញដោយសារតែគៀកថ្ងៃចូលឆ្នាំគឺព្រះសង្ឃទាំងអស់គ្នាគឺគាត់មានការរៀបចំពិធីសង្ក្រាន្តមិនមែនមានត្រឹមតែសង្ក្រាន្តទេអ្នកទាំងអស់គ្នាមានបងប្អូនមកលេងជាច្រើនដែលគេបានដាក់ដូចជាកត្រកហើយនឹងឡានបុកគ្នាអីហ្នឹងសម្រាប់ក្មេងៗមានលេងដូចប៉ោអីចឹងទៅអ្នកទាំងអស់គ្នាហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេបំផុតហ្នឹងគឺនៅក្នុងទីធ្លាហ្នឹងគឺស្រស់ស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាអត់មានសម្រាមមានអីទេគឺស្រស់ស្អាតតែម្ដងហើយដោយតែអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងនៅពេលដែលយើងថតរូបនៅកន្លែងនេះទាំងអស់គ្នាអីហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងអ្នកដែលនៅឃុំស្ពឺឬក៏នៅឃុំផ្សេងទៀតដែលនៅជាប់ឃុំស្ពឺស្រុកចកាលើខេត្តកំពង់ចាមហ្នឹងប្រហែលជាមិនភ្លេចទេវត្តស្ពឺចានិយាយពីថាអូល្អខ្លាំងមែនទែនអ្នកទាំងអស់គ្នាស្រស់ស្អាតអញ្ចឹងវីដេអូរបស់ខ្ញុំប្រហែលជាត្រូវបានបញ្ចប់ដល់ត្រឹមនេះហើយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនានៅ vlog មួយនេះហើយជាពិសេសអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងចាអរគុណអ្នកទាំងអស់គ្នា